អ្វីបានជាអឺរ៉ុបអូស្ត្រាលីបញ្ជូនទ្រព្យសម្បត្តិយោធាទៅមជ្ឈមបូព៌ានៅសប្តាហ៍នេះប្រទេសជាច្រើននៅអឺរ៉ុបបានប្រកាសថាពួកគេកំពុងតែបញ្ជូនជំនួយយោធាទៅកាន់មជ្ឈមបូព៌ានិងសមុទ្រមេឌីទែរ៉ាណេចំពេលដែលមានសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងតែបន្តហើយបានមើលឃើញអំពីការវាយប្រហារទៅលើមូលដ្ឋានយោធារបស់ចក្រភពអង់គ្លេសនៅលើកោះ Cyprus ពីថ្ងៃប្រហោះអូស្ត្រាលីក៏បានប្រកាសថាខ្លួននឹងបញ្ជូនទ្រព្យសម្បត្តិទៅកាន់តំបន់ក៏ប៉ុន្តែមិនទាន់បានបញ្ជាក់អំពីអ្វីនោះទេ Cyprus និងចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃច័ន្ទថាមូលដ្ឋានកងទ័ពអាកាសនៅតំបន់ Akrotiri របស់ចក្រភពអង់គ្លេសបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយយប់ពេញបន្ទាប់ពីនាយករដ្ឋមន្ត្រីទូកែ Starmer ដែលបាននិយាយថាចក្រភពអង់គ្លេសនឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់នៅមូលដ្ឋានកងទ័ពរបស់ខ្លួនដើម្បីបើកការវាយប្រហារការពារលើប្រទេសអ៊ីរ៉ង់អង់គ្លេសបាននិយាយថាខ្លួនកំពុងតែបញ្ជូននាវាប្រភេទ HMS Dragon ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតរួមជាមួយទៅនឹងឧទ្ធម្ភាគចក្រប្រភេទ Wildcat ចំនួន2គ្រឿងបន្ថែមទៀតដើម្បីពង្រឹងការការពារយន្តហោះគ្មានមនុស្សបើកសម្រាប់ដៃគូ Cyprus ណាក្តីនាវាពិឃាតការពារដែនអាកាស Cyprus 45មួយនៅក្នុងចំណោមពិឃាត Thai 45ចំនួន6របស់ Royal Navy គឺប្រភេទ HMS Dragon ដែលត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីល Shearwater ដែលអាចបាញ់បាន7គ្រាប់នៅក្នុងរយៈពេលតិចជាង10វិនាទីនិងដឹកនាំកាំជ្រួចរហូតដល់16គ្រាប់នៅក្នុងពេលដំណើរគ្នាពីថ្ងៃប្រហោះនាយករដ្ឋមន្ត្រី Cyprus បានប្រាប់សន្និសីទសារព័ត៌មានថាចក្រភពអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងដែលមានឈ្មោះថា T-Horns ចំនួន4គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសកាតាដើម្បីជួយការពារដោយឡែកប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាប្រទេសបារាំងកំពុងតែបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេដើម្បីឆ្លើយតបទៅនឹងចំនួនកាន់តែធំឡើងនេះដោយលោកបានប្រមានអំពីហានិភ័យនៃចំនួនដែលហៀពាសពេញព្រំដែនអឺរ៉ុបថាខ្ញុំបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះដែលមានឈ្មោះថា Charles de Gaulle ទ្រព្យសម្បត្តិផ្លូវអាកាសការអមដំណើរនៃនាវាចម្បាំងរបស់ខ្លួនដើម្បីកំណត់ទិសដៅសម្រាប់សមុទ្រមេឌីទែរ៉ាណេយ៉ាងណាក្តីប្រទេសក្រិចក៏បានបញ្ជូននាវាចម្បាំង2គ្រឿងផងដែរនិងយន្តហោះចម្បាំង F-16 ចំនួន4គ្រឿងទៅកាន់ប្រទេស Cyprus ចំពោះអ៊ីតាលីទីក្រុងរ៉ូមបាននិយាយថាខ្លួននឹងបញ្ជូនទ្រព្យសម្បត្តិកងទ័ពជើងទឹកទៅកាន់ប្រទេស Cyprus នៅប៉ុន្មានថ្ងៃខាងមុខរួមជាមួយទៅនឹងប្រទេសបារាំងហូឡង់និងអេស្ប៉ាញហើយប៉ូទុយហ្គាល់រដ្ឋាភិបាលប៉ូទុយហ្គាល់បានផ្ដល់ការបន្តសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការប្រើប្រាស់មូលដ្ឋាននៅតំបន់ Avujis របស់ខ្លួននៅ Arozo ដែលជាផ្នែកនៃប្រតិបត្តិការតម្រង់គោលដៅលើប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែជាមួយទៅនឹងលក្ខខណ្ឌមួយចំនួនចំពោះប្រទេសអេស្ប៉ាញនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchezដែលបានបញ្ជាក់យ៉ាងច្បាស់អំពីការប្រឆាំងរបស់លោក Donald Trump អំពីសង្គ្រាមនៅក្នុងការប៉ះទង្គិចពាក្យសម្ដីមួយហើយកាលពីថ្ងៃអង្គារប្រទេសអេស្ប៉ាញបាននិយាយថាសហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់ចំពោះច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយនឹងសហភាពអឺរ៉ុបបន្ទាប់ពីលោក Trump បានគម្រាមកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់ជាមួយនឹងប្រទេសនេះ